ចូលបានតបទៅក្តាមវិញថាតាមបងដឹងប្អូនក្តាមឯងជាអ្នកទើបនឹងរើខ្លួនមកនៅក្នុងបឹងនេះមែនឬខ្យងបាននិយាយទៀតថាប្អូនឯងនិយាយធ្វើដូចជាប្អូនឯងជាម្ចាស់នៅក្នុងបឹងនេះអញ្ចឹងក្តាមបានតបទៅខ្យងថាបងខ្យងឯងដឹងយ៉ាងម៉េចថាខ្ញុំទើបនឹងរើខ្លួនមកនៅក្នុងបឹងនេះដូច្នោះតែបងខ្យងឯងមានស័ក្តិសិទ្ធិឬអត់ខ្យងបាននិយាយថាបងសុភាទុនសាយគឺជាស័ក្តិសិទ្ធិរបស់ខ្ញុំព្រោះខ្ញុំនឹងគាត់គឺជាមិត្តភក្តិនឹងគ្នាយូរណាស់មកហើយដូច្នោះខ្ញុំនឹងទៅហៅបងសុភាទុនសាយមកឲ្យកាត់ក្តីក្នុងរឿងនេះក្តាមភ័យខ្លាំងណាស់ពេលដែលលើខ្យងនិយាយទៅដល់ឈ្មោះសុភាទុនសាយព្រោះសុភាទុនសាយគឺជាសត្វដែលពូកែកាត់ក្តីជាងគេសុភាទុនសាយមិនដែលកាត់ក្តីឲ្យរឿងខុសម្ដងឡើយដូច្នេះរឿងនេះសូមសេះត្រឹមនេះសិនបងប្អូនបើមានការខុសឆ្គងសូមអភ័យទោសចំពោះខ្ញុំផងសូមអរគុណជម្រាបលា